ខេត្តឈៀងរ៉ៃរបស់ថៃលេខតិចត្រឹមតែមួយប្រព្រឹត្តភ្នែកព្រោះតែកំហឹងព្រះភិរុនទឹកចំនួនព្រៃធ្វើឲ្យពលរដ្ឋខេត្តឈៀងរ៉ៃភ័យបាក់សក់ទាំងព្រលឹមដោយសារតែកម្ពស់ទឹកហក់ឡើងលឿនត្រឹមតែមួយប្រព្រឹត្តភ្នែកសឹងតែលិចដល់ដំបូលផ្ទះធ្វើឲ្យមនុស្សជាច្រើនអ្នកជាប់គាំងហើយផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់យោងតាមសារព័ត៌មានថៃ PBS និងខៅសតចុះផ្សាយនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025ឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់តាំងពីយប់ថ្ងៃទី26រហូតដល់ព្រឹកព្រលឹមថ្ងៃទី27ខែមិថុនាបានបង្កឲ្យមានទឹកជំនន់ព្រៃហូរចូលលិចលង់យ៉ាងធ្ងន់ធ្ងរនៅបណ្ដាស្រុកជាច្រើនក្នុងខេត្តឈៀងរ៉ៃប្រទេសថៃរបាយការណ៍បឋមគិតត្រឹមម៉ោង3រសៀលថ្ងៃសុក្របង្ហាញថាមានស្រុកចំនួន5របស់ខេត្តនេះត្រូវបានរងផលប៉ះពាល់ដោយចំនួនទឹកភ្លៀងយ៉ាងខ្លាំងក្លាដែលបានជន់លិចផ្ទះប្រជាពលរដ្ឋសរុបជាង4405គ្រួសារដែលស្មើនឹងឃុំចំនួន10ភូមិចំនួន32តំបន់ដែលរងគ្រោះខ្លាំងមានស្រុកចំនួន5ស្រុកផាយ៉ាមេងរ៉ៃវៀងចៃឈៀងសែនវាំងឈៀងរុននិងស្រុកថេងទឹកជំនន់ក៏បានបណ្ដាលឲ្យខូចខាតផ្លូវចំនួន3កន្លែងលិចមណ្ឌលសុខភាពចំនួន2ហើយតំបន់កសិកម្ម500រ៉ៃឬប្រហែល80ហិកតាត្រូវបានលិចលង់ទាំងស្រុងប្រជាពលរដ្ឋរាប់ពាន់នាក់បាននឹងកំពុងនាំគ្នាជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពខណៈដែលផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ហើយសាលារៀនក៏ត្រូវបង្ខំចិត្តឲ្យបិទទ្វារជាបណ្ដោះអាសន្នផងដែរហេតុការណ៍ទឹកជំនន់នេះបានកើតឡើងតាំងតែពីព្រឹកព្រលឹមថ្ងៃទី27ខែមិថុនាបន្ទាប់ពីខេត្តឈៀងរ៉ៃទាំងមូលជាពិសេសស្រុកវៀងឆៃនិងស្រុកផាយ៉ាមេងរ៉ៃបានទទួលរងនៅភ្លៀងមូសុងយ៉ាងខ្លាំងចាប់តាំងពីយប់ថ្ងៃទី26ម្សិលមិញភូមិដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺភូមិផាឡែនិងភូមិសប៉ាវនៅក្នុងឃុំមេងរ៉ៃដែលទឹកបានជន់លិចពីស្ទឹងម៉ែប៉ាវនិងប្រឡាយអូនានាលោកចរិនថងសុកអភិបាលខេត្តឈៀងរ៉ៃបានបញ្ជាភ្លាមទៅកាន់ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តឲ្យពន្លឿនប្រតិបត្តិការសង្គ្រោះទៅកាន់តំបន់រងគ្រោះក្រមមន្ត្រីយោធាក៏បានចោះជួយសង្គ្រោះនិងជម្រាបប្រជាពលរដ្ឋជាបន្ទាន់ដូចគ្នានៅថ្ងៃនេះការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងរ៉ៃបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបត្រូវប្រញាប់ប្រញាល់ប្រម៉ែប្រមូលអីវ៉ាន់ចាំបាច់ឡើងទៅកាន់ទីខ្ពស់និងយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមមនុស្សងាយរងគ្រោះដូចជាជនចាស់ជរាកុមារតូចៗនិងអ្នកជំងឺអាជ្ញាធរបានប្រមានថាភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាពិសេសនៅឃុំម៉ែប៉ាវនិងឃុំតាតខ្វាន់ដែលមានហានិភ័យខ្ពស់នៃទឹកជំនន់រហ័សនិងទឹកជំនន់ហូរបុកចុះពីព្រៃភ្នំបន្ថែមទៀតនៅពេលល្ងាចក៏ដូចជាពេលបន្តបន្ទាប់បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនធំបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពខណៈដែលអ្នកខ្លះទៀតកំពុងរៀបចំរក្សាទុកទ្រព្យសម្បត្តិទៅកាន់កន្លែងខ្ពស់ដើម្បីកាត់បន្ថយការខាតបង់វីដេអូទឹកជំនន់ព្រៃហូរកាត់ភូមិត្រូវបានថតនិងចែកចាយយ៉ាងទូលំទូលាយនៅតាមបណ្ដាញសង្គមដោយមានការអំពាវនាវក្នុងការផ្ដល់ជំនួយទៅកាន់ប្រជាពលរដ្ឋនៅក្នុងតំបន់រងគ្រោះគូក៏សម្គាល់ថាខេត្តឈៀងរ៉ៃស្ថិតនៅក្នុងចំណោមខេត្តភាគខាងជើងទាំង4របស់ថៃដែលទទួលបានការព្រមានពីនាយកដ្ឋានធនធានរ៉ែដោយបានអំពាវនាវឲ្យពលរដ្ឋត្រូវត្រៀមនិងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិរអិលបាក់ដីនិងទឹកជំនន់រហ័សរាប់ចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមិថុនាឆ្នាំ2025ការប្រមានធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ដែលបានវាស់ស្ទង់ឃើញថាមានបរិមាណលើសពី150មីលីម៉ែត្រក្នុងរយៈពេល24ម៉ោងដែលបណ្ដាលឲ្យដីក្នុងតំបន់ទាំងនេះជក់ទឹកច្រើនបង្កើនហានិភ័យនៃការរអិលបាក់ដីនិងទឹកជំនន់ភ្លាមដែលហូរចុះពីព្រៃភ្នំដែលនាំមកនៅទាំងទឹកទាំងភក់ល្បាប់កំណាត់ឈើនិងដុំថ្មជាដើមខេត្តទាំង4ដែលរងការប្រមានរួមមានខេត្តឈៀងរ៉ៃខេត្តឈៀងម៉ៃខេត្តណាននិងខេត្តម៉ែហុងសនយ៉ាងណាក៏ដោយតំបន់ភាគខាងជើងក៏ដូចជាខេត្តឈៀងរ៉ៃរបស់ថៃមកដល់រសៀលថ្ងៃសុក្រនេះភ្លៀងនៅតែមិនទាន់រាំងនៅឡើយនោះទេខ្ញុំបាទតារាពីកម្មវិធី60